បាទសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្ងៃនេះគឺខ្ញុំចង់ចែករំលែកក៏ដូចជាណែនាំឲ្យបងប្អូនចាប់ផ្ដើមពីតិចតួចទៅបើសិនជាបងប្អូនកំទើបតែចាប់ផ្ដើមចិញ្ចឹមសត្វឬក៏មានបំណងចង់ចិញ្ចឹមសត្វបងប្អូនទី1ដោយសារអីដោយសារយើងចាប់ផ្ដើមពីតិចតួចទៅគឺយើងចំណាយលុយតិចប្រសិនទៅយើងចិញ្ចឹមទៅវាមានបញ្ហាជួបបញ្ហាណាមួយអីហ្នឹងធ្វើឲ្យយើងអាចខាត់បងក៏ខាត់បងលក្ខណៈតិចតួចបាទស្រួយស្ដាងដែរហើយទី2នោះដល់ពេលយើងចាប់ផ្ដើមចិញ្ចឹមយើងដើម្បីរៀនសូត្រពីវាបើសិនជាបងប្អូនចិញ្ចឹមបាទភ្លាមហក់ធំពេកយើងអត់ដឹងពីរបៀបរបបនៃការចិញ្ចឹមពីបច្ចេកទេសមួយចំនួនវាអាចជួបបញ្ហាអញ្ចឹងបើយើងចិញ្ចឹមតិចទៅយើងសិក្សាពីវាស្វែងយល់បន្តិចតិចដល់ពេលយើងដឹងរបៀបរបបបច្ចេកទេសហើយថ្ងៃក្រោយទៅយើងពង្រីករៀងធំជាងមុនក៏យើងអត់សូវជួបបញ្ហាដែរបងប្អូនឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងថាចិញ្ចឹមជ្រូកមួយចុះចិញ្ចឹមជ្រូកការថែទាំជ្រូកសាច់វារបៀបផ្សេងការចិញ្ចឹមជ្រូកមេយកកូនវារបៀបផ្សេងមេយកកូនដល់ពេលដែលកូនកើតមកអាយុ3ថ្ងៃគេចាក់វ៉ាក់សាំងស្អីមួយមុខជាងទៅអាយុ5ឬក៏មួយសប្តាហ៍គេចាក់វ៉ាក់សាំងមួយមុខទៀត10ថ្ងៃវ៉ាក់សាំងមួយមុខទៀតទៅតាមប្រភេទវ៉ាក់សាំងគេ4-5ដងបាទត្រឹមដល់អាយុ1ខែបានលក់ចិញ្ចឹមមុនចិញ្ចឹមទាខែរដូវក្តៅគេឲ្យផឹកសបកអីត្រាំទឹកក៏វាផឹកឲ្យវាត្រជាក់ខ្នងអញ្ចឹងទៅដល់ខែវស្សាត្រជាក់ធ្លាក់ភ្លៀងវាប្រដាសាយវាល្ងាវាអន់គេឲ្យផឹកស្អីត្រាំធម្មជាតិណាបងប្អូនហ្នឹងហើយអញ្ចឹងតើនេះជាចំណេះដឹងដែលយើងអាចរៀនសូត្របានពីការចិញ្ចឹមអាចសួរបងប្អូនដែលគាត់ធ្លាប់ចិញ្ចឹមអញ្ចឹងទៅហ្នឹងហើយទៅយើងអាចសន្សំចំណេះដឹងទៅថ្ងៃក្រោយដល់ពេលយើងចិញ្ចឹមរៀងច្រើនវាអត់សូវជួបបញ្ហាទេបងប្អូនហើយទី3នោះយើងចិញ្ចឹមតិចតួចយើងចំណាយពេលតិចតួចដើម្បីមើលថែវាដែរបើមិនជាបងប្អូនចិញ្ចឹមច្រើនអានោះយើងទៅចំណាយពេលច្រើនទៅលើវាបាទអញ្ចឹងខ្ញុំអត់មានអីទេបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នា